សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងរៀនដល់មេរៀនទី20ណាបងណាអញ្ចឹងនៅក្នុងមេរៀនទី20ក្នុងភាសាសៀវភៅភាសាខ្មែរថ្នាក់ទី2គឺព្យញ្ជនៈផ្ញើជើងដដែលណាព្យញ្ជនៈផ្ញើជើងដដែលហើយអក្សរគឺអក្សរសដដែលប៉ុន្តែគ្រាន់តែអក្សរសហ្នឹងគឺយើងដាក់ជើងណាដាក់ជើងជាមួយនឹងប្រភេទជើងនៃព្យញ្ជនៈផ្សេងៗអញ្ចឹងដើម្បីកុំឲ្យខាតពេលយើងចាប់ផ្ដើមតែម្ដងទៅអញ្ចឹងគឺបងប្អូនក្មួយៗត្រូវអានថាសជើងមស្មសជើងមស្មសជើងមស្មសជើងរស្រសជើងរស្រសជើងរស្រសជើងលស្លសជើងលស្លសជើងលស្លសជើងវស្វសជើងវស្វសជើងវស្វសជើងអស្អសជើងអស្អសជើងអស្អចឹងនេះគឺជាស្នូនឹងការនៃការប្រកបជាមួយនឹងអក្សរព្យញ្ជនៈសជាមួយនឹងផ្ញើជើងណាចឹងឥឡូវយើងអានទៅលើពាក្យនេះតែម្ដងយើងអានទៅលើពាក្យរាយតែម្ដងទៅណាចឹងទី1គឺយើងអានថាសជើងមស្មដាក់ស្រៈអាស្មាចឹងបងអានថាស្មាស្មាលោកគ្រូមិនប្រកប3ដងទៀតទេណាលោកគ្រូប្រកបតែម្ដងបន្តមកទៀតលោកគ្រូអានយកតែម្ដងសជើងមស្មដាក់ស្រៈអាវស្មៅយើងអានថាស្មៅស្មៅស្មៅសជើងមស្មដាក់ស្រៈអស្មោះយើងអានថាស្មោះស្មោះស្មោះសជើងរស្រនិងកស្រកបន្តមួយស្រក់យើងអានថាស្រក់ស្រក់ស្រក់សជើងរស្រដាក់ស្រែស្រែយើងអានថាស្រែស្រែស្រែសជើងរស្រដាក់ស្រអេស្រេនិងកស្រេកយើងអានថាស្រេកស្រេកស្រេកសជើងលស្លដាក់ស្រអាស្លានិងបស្លាបយើងអានថាស្លាបស្លាបស្លាបសជើងលស្លដាក់ស្រអូស្លូនិងតស្លូតយើងអានថាស្លូតស្លូតស្លូតសជើងលស្លដាក់ស្រអេនិងកស្លេកយើងអានថាស្លេកស្លេកស្លេកសជើងវស្វដាក់ស្រអាស្វ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 ាសជើងវស្វដាក់ស្រអាស្វានិងយស្វាយយើងអានថាស្វាយស្វាយស្វាយសជើងវស្វដាក់ស្រអេស្វេនិងតស្វិតយើងអានថាស្វិតស្វិតស្វិតសជើងអស្អដាក់ស្រអាស្អានិងតស្អាតយើងអានថាស្អាតស្អាតស្អាតសជើងអស្អដាក់ស្រអុស្អុនិងយកស្អុយយើងអានថាស្អុយស្អុយស្អុយសជើងអស្អដាក់ស្រអែស្អែនិងកស្អែកយើងអានថាស្អែកស្អែកស្អែកអញ្ចឹងពាក្យរាយយើងបានអានអស់ហើយឥឡូវយើងមើលពាក្យបន្សំណាអញ្ចឹងពាក្យទី1គឺយើងអានតែម្ដងទៅគឺស្មោះត្រង់ស្មោះត្រង់ស្មោះត្រង់ទី2គឺស្រុកស្រែស្រុកស្រែស្រុកស្រែទី3គឺស្រេកឃ្លានស្រេកឃ្លានស្រេកឃ្លានទី4គឺស្លេកស្លាំងស្លេកស្លាំងស្លេកស្លាំងទី5គឺស្លូតបូតស្លូតបូតស្លូតបូតទី6គឺស្វាហាប់ស្វាហាប់ស្វាហាប់ទី7គឺស្វិតស្វាញស្វិតស្វាញស្វិតស្វាញទី8គឺស្អាតស្អំស្អាតស្អំស្អាតស្អំនិងចុងក្រោយគឺស្អុះស្អាប់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 អញ្ចឹងពាក្យបន្សំយើងបានអានហើយឥឡូវយើងចូលទៅដល់ប្រយោគឬក៏ clear ណាបងណាអញ្ចឹងប្រយោគទី1គឺឬក៏ល្បះទី1គឺយើងអានថាស្វាស៊ីផ្លែស្វាយទុំស្វាស៊ីផ្លែស្វាយទុំស្វាស៊ីផ្លែស្វាយទុំល្បះទី2ថ្ងៃនេះមេឃក្តៅស្អុះស្អាប់ថ្ងៃនេះ
មេឃក្តៅស្អុះស្អាប់ថ្ងៃនេះមេឃក្តៅស្អុះស្អាប់ទី3គឺអ៊ំស្មាញបោចស្មៅដាក់ក្នុងស្បោអ៊ំស្មាញបោចស្មៅដាក់ក្នុងស្បោអ៊ំស្មាញបោចស្មៅដាក់ក្នុងស្បោចុងក្រោយថ្ងៃស្អែកពូស្វិតទៅច្រូតស្រូវនៅឯស្រែថ្ងៃស្អែកពូស្វិតទៅច្រូតស្រូវនៅឯស្រែថ្ងៃស្អែកពូស្វិតទៅច្រូតស្រូវនៅឯស្រែចឹងបញ្ចប់នេះគឺសត្វស្វាណាបងប្អូនណាចឹងនេះរូបរាងរបស់សត្វស្វាអញ្ចឹងបងប្អូនអានទៅគឺស្វាគឺមានរូបរាងបែបដូចចឹងហើយនេះគឺជាស្វាយអញ្ចឹងផ្លែស្វាយណាបងប្អូនណាអញ្ចឹងនេះគឺជាផ្លែស្វាយអញ្ចឹងមេរៀនរបស់យើងក៏ចូលមកដល់ទីបញ្ចប់ដែរសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងអាចអាននិងប្រកបព្យញ្ជនៈសជាមួយនឹងផ្ញើជើងនៃព្យញ្ជនៈផ្សេងណានៅក្នុងមេរៀនទី20នេះអញ្ចឹងយើងមានតែប៉ុណ្្នឹងទេសូមអរគុណសូមជម្រាបលា